ដើរបេះផ្លែគុយសុកពើប្រទះវ៉ាលីផ្លងចោលក្នុងព្រៃសមត្ថកិច្ចបើមើលផ្អើលស្ទើរលូប្រលឹងព្រោះមានសាកសពសល់តែឆ្អឹងនៅខាងក្នុងតើជនរងគ្រោះជាណាដែលបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចសាកសពនេះគឺជាមនុស្សស្រីយោងតាមប្រភពពីរដ្ឋបាលស្រុកវាវែងនៅរសៀលថ្ងៃទី19ខែមេសាឆ្នាំ2026នេះបានឲ្យដឹងថាកាលពីថ្ងៃទី17ខែមេសាឆ្នាំ2026នាវេលាម៉ោង 11:40 នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូសោមបានទទួលព័ត៌មានពីប្រជាពលរដ្ឋឈ្មោះឡាំងអៀងហៅតា13ដែលរស់នៅចំណុចទំនប់ទី2បានរាយការណ៍ថាមានពលរដ្ឋដើររកបេះផ្លែគុយបានពើប្រទះឃើញវ៉ាលីមួយដែលគេយកមកប្លង់ចោលស្ថិតនៅចម្ងាយប្រហែលជា100ម៉ែត្រពីផ្លូវជាតិលេខ10ចំណុចព្រំប្រទល់ខេត្តកោះកុងក្នុងភូមិសាស្ត្រភូមិឆៃលូកឃុំអូសោមស្រុកវាវែងខេត្តពោធិ៍សាត់ប្រពន្ធដដែលបានបញ្ជាក់បន្ថែមថាក្រោយទទួលបានព័ត៌មានភ្លាមនៅវេលាម៉ោង 13:40 នាទីនាថ្ងៃដដែលកម្លាំងសមត្ថកិច្ចចម្រុះបានចុះទៅដល់ទីតាំងកើតហេតុដើម្បីធ្វើការពិនិត្យជុំវិញកន្លែងដែលប្រទះឃើញវ៉ាលីនោះតាមរយៈការពិនិត្យបឋមសមត្ថកិច្ចរកឃើញវ៉ាលីមួយដែលត្រូវបានគេយកមកប្លង់ចោលក្នុងវ៉ាលីនោះមានសាកសពដែលនៅសល់តែឆ្អឹងនិងមានក្លិនស្អុយរលួយតាមការសន្និដ្ឋានបឋមដោយការពិនិត្យផ្ទាល់ភ្នែកសាកសពអាចជាមនុស្សស្រីកំពុងរងចាំការបញ្ជាក់ច្បាស់លាស់ពីមន្ត្រីជំនាញបច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយគ្រូពេទ្យកសលវិច័យកំពុងដំណើរការចុះទៅទីតាំងកើតហេតុដើម្បីធ្វើការពិនិត្យសាកសពឲ្យបានល្អិតល្អន់និងស្រាវជ្រាវស្វែងរកអត្តសញ្ញាណនៃសពក៏ដូចជាវែងមុខរកមូលហេតុពិតប្រាកដនៃករណីនេះ